បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូនេះដែរគឺចង់នាំអារម្មណ៍បងប្អូនមកមើលអំពីរបៀបនៃការរៀបទ្រុងនិងអត្ថប្រយោជន៍នៃការរៀបទ្រុងបែបធម្មជាតិបែបនេះណាបាទហើយនឹងការរីកលូតលាស់ធំរបស់អង្កែបយើងសុខភាពរបស់អង្កែបយើងវាល្អប៉ុណ្ណាបាទសម្រាប់អាខាងជើងទេនេះបងប្អូនបាទដែលយើងទុកសម្រាប់ឲ្យវាកែបវាស៊ីហើយវាឡើងមកលេងឡើងមកអីហ្នឹងបាទអញ្ចឹងអត្ថប្រយោជន៍របស់កន្លែងដែលយើងទុកគោកឲ្យវាឡើងមកលេងហ្នឹងគឺអត្ថប្រយោជន៍របស់វាច្រើនមែនទែនបាទដោយសារគោកហ្នឹងក៏មានជាសត្វល្អិតមានជាសត្វអីដែលវាមករស់នៅវាកោតកូនកើតចៅអីនោះហ្នឹងក៏វាខ្លាយជាចំណីរបស់អង្កែបយើងមកផ្នែកដែរបាទប៉ុន្តែបងប្អូនវាស៊ីហើយអញ្ចឹងវាឡើងមកជាប់ក្រុមតកូនក្រុមអីហ្នឹងពេញហ្នឹងមកហើយបើសម្រាប់កប្លោករបស់យើងវិញបងប្អូននិយាយពីល្អបាទមើលចុះខៀវសង្ងាត់តែម្ដងបាទដូចខ្ញុំបានជម្រាបនៅក្នុងវីដេអូមុនអញ្ចឹងសម្រាប់កប្លោកនេះយើងដាំហើយយើងដាក់កង្កែបគឺវាមានអត្ថប្រយោជន៍ល្អមែនទែនដោយសារវាជាជំរកមួយដ៏ត្រជាក់និងជាជំរកមួយដ៏ល្អសម្រាប់កង្កែបរបស់យើងដែរបាទមើលចុះចាប់ធំហ្នឹងបងប្អូនបាទហើយយើងចាប់អញ្ចឹងឃើញយើងទូចតែជាក់ស្ដែងយើងឃើញធំហើយមកក្បាលទៅវិញប្រហែលជាអាចឈឺហើយបងប្អូនដោយសារវាប៉ោងពោះបាទពោះវាប៉ោងលោតអត់រួចបាទវាមានជំងឺអីហ្នឹងឥឡូវយើងក៏លេចមកមើលខាងនេះវិញម្ដងហើយបើខាងដែលយើងអត់មានដាំតកូនគោកតកូនអីហ្នឹងគឺវាអត់សូវឡើងមកទេវាឡើងមកតឡើងមលុបឯបាទម្នេះបងប្អូនវានៅពួនវានៅជ្រកក្រុមផ្លោករបស់យើងហ្នឹងថាវាតិចហើយកផ្លោករបស់យើងនេះយើងអាចមានផលប្រយោជន៍មកផ្នែកទៀតដោយសារពេលវាធំពេលវាដោះវែងល្អទៅបងប្អូនយើងអាចកាត់វាកាត់អាខ្ចីហ្នឹងកច្រាំកាត់វាច្រាំជាមួយនឹងហើយយើងលាយជាមួយនឹងកន្ទក់លាយជាមួយនឹងបាយដែលកាក់សំណល់ពីផ្ទះបាយផ្ទះអីយើងហ្នឹងទៅយើងអាចលាយឲ្យមន់ឲ្យទាយើងស៊ីបានទៀតបាទចឹងប្រយោជន៍របស់វាគឺមានច្រើនបាទហើយនេះយើងមើលពីលើទៅបងប្អូនបានឃើញច្រើនណាយ៉ាងនេះវាចិត្តដល់ម៉ោងដាក់ចំណីយ៉ាងវាមកចាំដោយសារមកប្រឡងអត់ទៅមានកប្លោកនេះគឺជាកន្លែងដែលយើងបានបាយចំណីជាប្រចាំបាទយ៉ាងដល់ម៉ោងដល់ពេលវាមកចាំបាទច្រើនណាបងប្អូនណាមើលពីលើចឹងមកឃើញច្រើនហើយសម្រាប់បងប្អូនដែលចង់រៀបចំទ្រុងបែបនេះបងប្អូនអត់ពិបាកទេហើយសម្រាប់វីដេអូមុនក៏ខ្ញុំបានចែកម្លែកពីការរៀបចំទ្រុងនឹងដែរហើយយើងចំណាយអត់អស់ច្រើនទេបាទសម្រាប់ឈឹបសសម្រាប់បកគោលអីយើងប្រើតែអាស័យបកគោលអីហ្នឹងបានហើយបាទហើយយើងដាក់រៀបចំជាលក្ខណៈធម្មជាតិអញ្ចឹងមកគឺស្អាតបងប្អូនហើយកែបរបស់យើងគឺវាឆាប់ធំទោះបីចំណីយើងអត់សូវដិតដល់ក៏វាអត់បញ្ហាដែរដោយសារអាសត្វអត់សត្វអីដែលវាមកនៅហ្នឹងក៏វាខ្លាយជាចំណីមួយផ្នែកសម្រាប់កែបរបស់យើងដែរបាទមើលចុះបងប្អូនខៀវសង្ងាត់ល្អមកអានេះខ្ញុំអត់ទាន់បានកាត់ទេកប្លោកនេះដោយសារវាទៅដោះដែរបាទដោះយើងណែនបន្តិចហើយវាឡើងធំតិចបានកាត់ចិញ្ច្រាំវាឲ្យមន់បាទសម្រាប់វីដេអូនេះគឺចង់ផ្ញើទៅដល់ពុកម៉ែបងប្អូនអរគ្នាដែល
trong kém áយើងអាចរៀបចំចឹងបានបងប្អូនហើយទឹកអីយើងអត់អាចយើងមិនបាច់ដូរទេដោយសារកផ្លោកដោយសារអីហ្នឹងគឺវាចាប់ជាតិក្អែលជាតិអីវាហ្នឹងយើងអត់បាច់ដូរច្រើនទេបាទ